ជំរាបសួរអស់មុំមីងអរគ្នាថ្ងៃនេះយើងធ្វើបបរស្ការនេះជាមួយនឹងផ្លែចេកហើយគ្រឿងផ្សំរបស់យើងគឺមានចេកស្ការនេះជាមួយនឹងអង្ករបន្ទាប់មកខ្ញុំដាក់ទឹកមួយចានគោមហើយជាមួយនឹងអង្ករយើងដាំឲ្យវារីកទៅដើម្បីឲ្យស្រួលក្នុងការកិនឥឡូវយើងឃើញថាអង្កររបស់យើងរីកហើយយើងដាក់ជាមួយនឹងចេកហើយនឹងស្ការនេះចូលជាមួយពេលដែលស្ការនេះនឹងចេកចូលជាមួយរួចហើយទុកឲ្យរយៈពេល2ទៅ3នាទីឬមួយ1ពោះអ្នកនរគ្នាទុកឲ្យត្រជាក់យើងយកទៅកិនបានតែខ្ញុំឥឡូវខ្ញុំមិនអាចទុកត្រជាក់បានទេដោយសារអាអូនភ្ញាក់ហើយអញ្ចឹងខ្ញុំកិនមកល្មមឲ្យគាត់ញ៉ាំមកហើយហ្មងហើយពេលកិនអ្នកនរគ្នាកិនឲ្យម៉ត់ហើយដាក់រៀងបន្តិចព្រោះអាអូនអាយុ5 6 ខែហ្នឹងយើងត្រូវឲ្យគាត់ញ៉ាំរាវបានគាត់ញ៉ាំទៅស្រួលឥឡូវយើងកិនឲ្យម៉ត់រួចរាល់ហើយយើងដួសដាក់ចានឲ្យគាត់ញ៉ាំខ្ញុំឲ្យគាត់ញ៉ាំ2សភាបាយនេះឥឡូវម៉ូអង្គុយចាំហើយដឹងថាញ៉ាំបានច្រើនអត់ទេព្រោះនេះជាមនុស្សថ្មីរបស់គាត់សម្រាប់ថ្ងៃថ្មីនេះតោះឥឡូវមកញ៉ាំមួយអូននេះទាំងអស់គ្នាឥឡូវគេដាក់ញ៉ាំហើយដូចយើងធ្វើមុខជូរមកទេបន្ទាប់មកក្រោយពេលដែលដឹងឆ្ងាញ់គឺថាសភាពយ៉ាប់មើលមែនតែនហ្មងមិនតែដាក់យកគឺអត់មានប្រកែកទេមើលទៅឃើញថាឆ្ងាញ់មែនតែនឥឡូវគេចាប់ផ្ដើមកែញាត់ហើយសូម្បីតែយើងបញ្ចុកយឺតហ្នឹងក៏អត់បានដែរចាប់ទាញសភាពរបស់ជឺហ្នឹងយកទៅញ៉ាំខ្លួនឯងទៀតឆ្ងាញ់ដល់ប៉ុណ្ណឹងណាលើកហ្នឹងតែពេលឲ្យគាត់ញ៉ាំហ្នឹងយើងលេងមួយគាត់ច្រើនណាដើម្បីឲ្យគាត់កុំឲ្យធុញអញ្ចឹងតែធុញហ្នឹងអត់ញ៉ាំទេហើយនេះលទ្ធផលគឺញ៉ាំអស់ពីចានតែម្ដងខ្ញុំឲ្យគាត់ញ៉ាំបបរបដាហើយនឹងយើងដាក់ទឹកមួយតំណក់ពីរតំណក់ឲ្យគាត់លាយជាមួយបបរនឹងបដាខ្លាយគាត់ខាងអកអញ្ចឹងមួយដៃវិញហៀរហូតអត់ចង់ញ៉ាំទេប៉ុន្តែមាត់ហាដូចចាបអញ្ចឹងនិយាយទៅបបរស្ការអ្នកជាមួយចេកនេះមើលទៅគាត់ចូលចិត្តញ៉ាំខ្លាំងយើងរៀងសូដែរដោយសារអ្នកញ៉ាំនឹងមានអារម្មណ៍ថាគាត់ងុយគេងហើយភ្នែកយើងមីហើយបើថានៅអកកាឡាទៀតគឺសង្ស័យតែគេងបដាញ៉ាំបដាហើយមើលទៅ